ភិក្រមគឺជាពាក្យបច្ចេកទេសដែលគេនិយមប្រើប្រាស់បំផុតក្នុងវិស័យរដ្ឋបាលការដឹកនាំនិងការអប់រំដើម្បីយល់ឲ្យបានស៊ីជម្រៅយើងអាចបកស្រាយតាមន័យផ្សេងៗដូចខាងក្រោមទី1និយមន័យតាមន័យចំតាមវចនានុក្រមនិងការប្រើប្រាស់ទូទៅអភិក្រមមានន័យថាត្រី1វិធីសាស្ត្រនៃការចូលទៅដោះស្រាយបញ្ហាគឺយើងសំដៅទៅលើរបៀបឬក៏មធ្យោបាយដែលយើងជ្រើសរើសដើម្បីសម្រេចការងារអ្វីមួយត្រីទី2គឺមុំនៃការមើលគឺយើងសំដៅទៅលើរបៀបដែលយើងយល់ឃើញនិងវិនិច្ឆ័យលើរឿងរ៉ាវអ្វីមួយដើម្បីចាត់វិធានការឲ្យចំគោលដៅទី2អភិក្រមក្នុងបរិបទនៃការដឹកនាំរដ្ឋនៅក្នុងប្រទេសកម្ពុជាពាក្យនេះត្រូវបានគេស្គាល់យ៉ាងច្បាស់តាមរយៈអភិក្រមទាំង5របស់សម្ដេចតេជោហ៊ុនសែនដែលជាមធ្យោបាយសម្រាប់មន្ត្រីរាជការក្នុងការអនុវត្តការងារនិងការលំអខ្លួននៅក្នុងនោះគឺយើងមានអភិក្រមចំនួន5ដែលដាក់ចេញមកគឺទី1ឆ្លុះកញ្ចក់ទី2ងូតទឹកទី3ដុសក្អែលទី4ព្យាបាលនិងទី5វះកាត់ដូច្នេះខ្ញុំនឹងបញ្យល់អំពីអភិក្រមចំណុចមួយទី1គឺឆ្លុះកញ្ចក់គឺសំដៅទៅលើការពិនិត្យមើលចំណុចខ្វះខាតរបស់ខ្លួនទី2ងូតទឹកគឺជាការសម្អាតចំណុចមិនល្អឬក៏កំហុសខុសឆ្គងដែលបានរកឃើញទី3ដុសក្អែលគឺជាការកែតម្រង់និងកែលម្អចំណុចអវិជ្ជមានឲ្យអស់ទី4គឺព្យាបាលគឺសំដៅទៅលើការដាក់វិន័យឬវិធានការកែប្រែចំពោះកំហុសដែលមិនអាចជួសជុលបានដោយគ្រាន់តែលាងសម្អាតទី5វះកាត់គឺជាវិធានការចុងក្រោយគឺជាការដកតំណែងឬក៏អនុវត្តច្បាប់ចំពោះបុគ្គលដែលបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមជាតិទី3អភិក្រមក្នុងវិស័យអប់រំនិងការងារក្នុងនាមជាអ្នកធ្វើការឬសិស្សនិស្សិតដែលយើងតែងតែលើពាក្យថាអភិក្រមនៃការរៀនឬក៏អភិក្រមនៃការធ្វើការនៅក្នុងចំណុចនេះគឺយើងមាន2ចំណុចទី1គឺអភិក្រមដែលយកសិស្សជាមជ្ឈមណ្ឌលដែលយើងសំដៅទៅលើវិធីសាស្ត្របង្រៀនដែលផ្ដោតលើតម្រូវការនិងការចូលរួមរបស់សិស្សជាធំនិងទី2អភិក្រមដោះស្រាយបញ្ហាដែលយើងសំដៅទៅលើការជ្រើសរើសមធ្យោបាយដែលផ្ដោតលើការរកឫសគល់នៃបញ្ហាជាជាងការមើលតែសម្បកក្រៅចំណុចទី4ហេតុអ្វីបានជាយើងត្រូវមានអភិក្រមការមានអភិក្រមត្រឹមត្រូវប្រៀបដូចជាមានផែនទីឬត្រីវិស័យដូចនេះដែលទី1ជួយឲ្យយើងធ្វើការមានសណ្ដាប់ធ្នាប់ទី2ជួយឲ្យយើងមើលឃើញបញ្ហាបានគ្រប់ជ្រុងជ្រោយនិងទី3បង្កើតប្រសិទ្ធភាពក្នុងការដោះស្រាយវិបត្តិផ្សេងៗជាចុងក្រោយសង្ខេបអភិក្រមឡើងវិញគឺជារបៀបដែលយើងជ្រើសរើសដើម្បីចូលទៅចិត្តឬក៏ចាត់វិធានឬចាត់ការអ្វីមួយដោយប្រើវិចារណញ្ញាណនិងបច្ចេកទេសត្រឹមត្រូវ